នេះពិតជាដោយពាក្យចាស់ថាមែនឲ្យខ្លាកូនក៏ខ្លាដែរទំព័រថ្មីសម្រាប់អ្នកបន្តវេនគេតំណែង Cristiano Ronaldo បានចាប់ផ្ដើមតាំងថ្ងៃទី 6 ខែឧសភាបន្ទាប់ពី Ronaldo ជាអទទួលបានការកោះហៅចូលរួមក្រុមបាល់ទាត់ក្រោមអាយុ 15 ឆ្នាំរបស់ប៉ុទីកាលើកដំបូងនេះជាការចាប់ផ្ដើមដំណើរមួយដើម្បីក្លាយជាកីឡាករអាជីពរបស់កូនប្រុសខ្សែប្រយុទ្ធវ័យ 40 ឆ្នាំ Cristiano Ronaldo ដែលជាកីឡាករដែលជោគជ័យបំផុតមួយលើពិភពលោកនៅវ័យ 14 ឆ្នាំនិងជាកីឡាករខ្សែប្រយុទ្ធបច្ចុប្បន្ន Ronaldo ជាកំពុងតែស្ថិតនៅក្នុងថ្នាក់យុវជនកម្រិតអភិវឌ្ឍសមត្ថភាពនៅក្លឹប Al Nassr នៅប្រទេសអារ៉ាប់ Ronaldo ជានឹងចូលរួមជាមួយនឹងក្រុមប៉ុទីកាក្រោមអាយុ 15 ឆ្នាំទៅប្រកួតពានរង្វាន់អន្តរជាតិមួយនៅប្រទេសក្រូអាស៊ីនៅក្នុងខែឧសភានេះប៉ុទីកានឹងទៅទល់ជាមួយនឹងជប៉ុនក្រិចនិងអង់គ្លេសបន្ទាប់ពីកូនប្រុសត្រូវបានក្រុមប៉ុទីកាក្រោមអាយុ 15 ឆ្នាំក៏ហៅខ្សែប្រយុទ្ធ Cristiano Ronaldo វ័យ 40 ឆ្នាំក៏បានសរសេរសារបង្ហោះលើបណ្ដាញសង្គមបង្ហាញមោទនភាពចំពោះកូនប្រុស Cristiano Ronaldo ជាបានដើរតាមជើងឪពុករបស់គេគឺជាកីឡាករបាល់ទាត់នៅកម្រិតក្លឹបបាល់ទាត់ដោយលេងនៅយុវជនខ្នាត Al Nassr រួចមកហើយលើពីនេះទៅទៀតលោកគេក៏ធ្លាប់លេងឲ្យថ្នាក់យុវជនរបស់ក្លឹប Real Madrid ជីវតុនិង Manchester United មុនផ្លាស់ប្ដូរមកកាន់អារ៉ាប់ជាមួយនឹងក្រុមគ្រួសាររបស់គេតើបងប្អូនគិតថា Ronaldo ជាអាចដើរតាមគន្លងឪពុកបានដែរឬទេអរគុណសម្រាប់ការតាមទស្សនាជួបគ្នាវីដេអូក្រោយអរគុណជម្រាបលា